you. Wait, isn't that way Hongdae? Only if you're open-minded. Would you say you're an open-minded person? I'd say I'm a realistic person. បញ្យលអត្ថន័យឃ្លាំងខ្លះ to be open-minded ជាភាសាខ្មែរបើសិនជាយើងគឺជាមនុស្ស open-minded នោះមានន័យថាយើងជាមនុស្សដែលចេះបើកចិត្តទូលាយហើយស្ម័គ្រចិត្តទទួលយកគំនិតទស្សនៈឬបទពិសោធន៍ថ្មីៗដោយមិនបដិសេធឬមិនវាយតម្លៃអ្វីដែលថ្មីៗឬបន្ទុយពីគំនិតទស្សនៈឬបទពិសោធន៍របស់ខ្លួនភ្លាមៗនោះទេហើយយើងគឺជាមនុស្សដែលយល់ថាបើទោះបីជាយើងមិនយល់ស្របជាមួយនរណាម្នាក់ឬអ្វីមួយក៏ដោយនោះមិនមានន័យថាមនុស្សម្នាក់នោះឬគំនិតនោះខុសនោះទេវាគ្រាន់តែយើងមិនបានគិតតាមរបៀបដែលគេគិតមនុស្សប្រភេទ open-minded គឺជាមនុស្សដែលចេះមានភាពចង់ចេះដឹងឮនៅអ្វីៗដែលថ្មីៗចេះបត់បែនតាមកលៈទេសៈចេះទទួលយកការរិះគន់ហើយចេះស្ថាបនាខ្លួនឯងឬចេះប្រឆាំងនឹងជំនឿរបស់ខ្លួនហើយចេះផ្លាស់ប្ដូរការគិតឬទទួលយកការពិតនៅពេលមនុស្សម្នាក់ទៀតនិយាយការពិតឬមានភស្តុតាងជាក់ស្ដែងដើម្បីអភិវឌ្ឍខ្លួនដើម្បីអភិវឌ្ឍការគិតនិងដើម្បីអាចរក្សាទំនាក់ទំនងជាមួយមនុស្សផ្សេងទៀតប្រកបដោយភាពមានប្រសិទ្ធភាពនិងភាពត្រូវគ្នាដូច្នេះសំណួរដែលសួរថា Are you open-minded ចង់មានន័យថាតើអ្នកជាមនុស្សដែលចេះបើកចិត្តទូលាយហើយហ៊ានទទួលយកគំនិតអ្វីដែលថ្មីៗដោយមិនប្រកាន់ឬប្រឆាំងឬទេនៅក្នុងបរិបទបែបលេងសើចឬបែបទំនាក់ទំនងស្នេហាឧទាហរណ៍ដូចនៅក្នុងវីដេអូដែលខ្ញុំបានដាក់នៅខាងក្បាលវីដេអូនេះដែលជនជាតិកូរ៉េម្នាក់បានសួរជនជាតិបរទេសផ្សេងៗថាតើគេ open-minded ឬអត់នោះក៏ចង់សួរពួកគេថាតើគេជាមនុស្សមានចិត្តទូលាយហើយហ៊ានមានទំនាក់ទំនងស្នេហាឬហ៊ានតាក់ទងជាមួយមនុស្សដែលមិនមែនជាជាតិសាសន៍ដូចគ្នាឬទេឧទាហរណ៍ To truly understand different cultures you need to be open-minded and willing to learn មានន័យថាដើម្បីយល់ដឹងពីវប្បធម៌ផ្សេងៗអ្នកត្រូវចេះបើកចិត្តឲ្យទូលាយហើយស្ម័គ្រចិត្តរៀនសូត្រឧទាហរណ៍មួយទៀត She encouraged her students to be open-minded when discussing controversial topics មានន័យថាអ្នកបានលើកទឹកចិត្តសិស្សរបស់នាងឲ្យចេះបើកចិត្តឲ្យទូលាយដើម្បីទទួលយកអ្វីដែលថ្មីៗនៅពេលពិភាក្សាពីប្រធានបទដែលមានភាពចម្រូងចម្រាសឬប្រធានបទដែលងាយមានគេជំទាស់